នេះស្ដីព័ត៌មានពីរដងទៅអាវដដែលចាព័ត៌មានថ្ងៃនេះដែរស្ដីអំពីរឿងគ្រឿងញៀនជាប់គុកដោយបងប្អូនពលករពលការនេះគាត់ទទួលរងជាប់គុកដោយមិនដឹងខ្លួនចាអញ្ចឹងចែករំលែកដោយអ្នកគ្រូខចង់សូមបងប្អូនទាំងអស់គ្នាស្ដាប់ហើយយល់ដឹងទាំងអស់គ្នាចាសូមអរគុណសូមជម្រាបសួរបងប្អូនទាំងអស់គ្នាចាថ្មីនេះដែរមានបងប្អូនពលករយើងគឺគាត់ជួបនៅបញ្ហាចាជាប់គ្រឿងញៀនដោយសារគេហើយគាត់ក៏បានជាប់ពន្ធនាគាររយៈពេល1ឆ្នាំហើយនាងខ្ញុំទៅជួបគាត់ពីម្សិលមិញនោះទេដោយសារគាត់ជាប់ពន្ធនាគាររឿងគ្រឿងញៀនហើយមូលហេតុអីបានជាប់គ្រឿងញៀនហ្នឹងណាបងប្អូនខ្មែរយើងគាត់រត់ taxi ចាគាត់ក្នុងឡានហ្នឹងគឺដឹកគ្រឿងញៀនហើយម្លោះហើយឡានហ្នឹងក៏ខុសច្បាប់ហើយប៉ូលីសក៏បានចាប់ទៅដោយទាំងអ្នកជិះនឹងទៀតអញ្ចឹងហើយគឺគាត់ឥឡូវជាប់នៅក្នុងទីសារៈឃុំឃាំងអញ្ចឹងសម្រាប់បងប្អូនពលករដែលនៅប្រទេសកូរ៉េទាំងអស់នេះនាងខ្ញុំសូមផ្ដាំទៅកាន់គាត់ទាំងអស់គ្នាថាសូមមេត្តាប្រុងប្រយ័ត្ននៅក្នុងការទំនាក់ទំនងរាប់អានមនុស្សដោយយើងមិនសូវដឹងអំពីប្រវត្តិរូបគេច្បាស់លាស់ជាក់លាក់ទេសូមបងប្អូនទាំងអស់គ្នាកុំផ្ញើកាយផ្ញើចិត្តបៀតបៀនទៅចិត្តបុគ្គលម្នាក់នឹងខ្លាំងមិនដឹងថាគេហ្នឹងលេងល្បែងលេងអប៉ោងប្រព្រឹត្តរឿងបញ្ហាខុសច្បាប់នៅប្រទេសកូរ៉េហ្នឹងកម្រិតណាហើយលក់គ្រឿងញៀនបៀបម៉េចអីបៀបម៉េចដល់ថ្នាក់បើកឡានដាក់ពេញឡានហើយឡានខុសច្បាប់ហើយប៉ូលីសចាប់ទៀតអញ្ចឹងរឿងហ្នឹងគឺយើងមើលអត់ឃើញទេហើយសម្រាប់បងប្អូនអ្នកដែលគាត់អត់ដឹងរឿងសោះស្រាប់តាស្គាល់អញ្ចឹងទៅសុំជិះឡានមកផ្លេតដើម្បីចុះនៅចុងភូមិផ្ទះដែលគាត់រស់នៅហ្នឹងតែចៃដន្យអីត្រូវប៉ូលីសចាប់បានទៅក៏គាត់ត្រូវជាប់ពន្ធនាគារដោយខ្លួនឯងមិនបានប្រព្រឹត្តគ្រឿងញៀនសូម្បីតែបន្តិចសោះអញ្ចឹងគឺអយុត្តិធម៌ហើយនាងខ្ញុំផ្ទាល់ដែលទៅជួបគាត់ពីម្សិលមិញគឺនៅតំបន់លូនសាន់ស៊ីយល់ទៅគឺឆ្ងាយទៅមក400គីឡូជាងតែជាក់ស្ដែងបងប្អូនអរគ្នាដឹងស្រាប់ហើយថានៅពេលដែលជាប់ហើយគឺយើងមានតែទុកសោកហើយនឹងហូរទឹកភ្នែកសំបីតែខ្ញុំផ្ទាល់នៅពេលដែលខ្ញុំជួបគាត់ស្ដាប់គាត់ហើយខ្ញុំក៏យំដែរហើយពាក្យពេចន៍ម្ដាយដែលគាត់បានផ្ដាំទៅកូនផ្ដាំទៅម្ដាយវិញនិយាយរួមទៅស្ដាប់ហើយគឺក្តុកក្ដួលនៅក្នុងអារម្មណ៍ហ្នឹងទទួលយកអត់បានណាខ្ញុំយំមែនណាពីម្សិលមិញណាចឹងហើយថ្ងៃនេះនាងខ្ញុំគ្រាន់តែចែករំលែកជូនទៅបងប្អូនទាំងអស់គ្នាឲ្យប្រុងប្រយ័ត្នអំពីចំណុចនេះឲ្យបានខ្លាំងមែនតែនកុំឃើញ taxi ខ្មែរដុបអីហ្នឹងបងប្អូនទាំងអស់គ្នាមុននឹងហៅ taxi ហ្នឹងមើលឲ្យបានជាក់លាក់ច្បាស់លាស់ផងតិចតែបងប្អូនទាំងអស់គ្នាជាប់ដោយសារតែគេប្រព្រឹត្តគ្រឿងញៀនឃើញគេមានលុយច្រើនហឺហាទៅមកហើយលេងល្បែងអីហ្នឹងយើងអត់ដឹងទេណាថាគេប្រព្រឹត្តគ្រឿងញៀនភាគច្រើនគ្រឿងញៀនគឺវាថ្លៃដល់ពេលដែលលក់ដូរទៅគឺបានលុយច្រើនមានលឿនអញ្ចឹងធ្វើឲ្យមនុស្សហ្នឹងលោភលន់អត់គិតពីអនាគតខ្លួនឯងក៏ទៅជាប្រព្រឹត្តគ្រឿងញៀនចឹងហើយបងប្អូនទាំងអស់គ្នាសូមប្រុងប្រយ័ត្នហើយសម្រាប់បងប្អូនមួយចំនួនដែលជាពលករពលករនីដែលបម្រើការងារនៅប្រទេសកូរ៉េទាំងអស់ហ្នឹងឯនាងខ្ញុំសូមផ្ដាំទៅទៀតបងប្អូនមិត្តភ័ក្តិដែលហៅទៅលេងល្បែងណាលេងល្បែងហើយចាញ់ល្បែងលេងអប៉ោងលេងបៀចាញ់ល្បែងឡើងអស់ម្នាក់អស់40លាន50លានហើយមេអប៉ោងមេល្បែងហ្នឹងគេសិតតែមានកាមេរ៉ាគេសិតតែដាក់កាមេរ៉ានឹងពវល់ដើម្បីធ្វើម៉េចយកលុយយើងឲ្យអស់ពីខ្លួនចាអញ្ចឹងគេហៅតែមេល្បែងអញ្ចឹងហើយយើងទៅវក់លេងល្បែងចង់បានលុយគេវាអស់លុយទៅជាពាក់បំណុលគេឡើងរុំកោះឡើងខ្សោះខ្លួនចាអញ្ចឹងល្បែងមិនមែនជាប្រជាប្រិយដែលយើងគួរតែដាក់ខ្លួនទៅលេងទេព្រោះតែល្បែងគឺអាចជួយឲ្យយើងរីកចម្រើននៅក្នុងជីវិតបានទេម្ល៉េះហើយនាងខ្ញុំសូមនិយាយរៀងវីដេអូវែងបន្តិចអីបើបងប្អូនអរគ្នាមានពេលស្ដាប់នាងខ្ញុំក៏អរគុណដោយសារក្នុងបំណងល្អក្នុងការចែករំលែកជូនទៅបងប្អូនអរគ្នាទេអញ្ចឹងសូមមេត្តាបងប្អូនអរគ្នាប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នាហើយក៏នាងខ្ញុំសូមអង្វរទៅកាន់បងប្អូនអរគ្នាថាយើងមកស្រុកគេយើងអាណិតប៉ាម៉ាអាណិតម៉ែឪបងប្អូនយើងទាំងអស់គ្នាសូមបងប្អូនអរគ្នាមេត្តាដកខ្លួនចេញពីល្បែងកុំទៅលេងល្បែងកុំតាមគ្នាកុំតាមមិត្តភ័ក្តិបងប្អូនអើយខំប្រឹងប្រែងរលួយដោយកម្លាំងញើសឈាមខ្លួនឯងចាដើម្បីតស៊ូរស់នៅថ្ងៃអនាគតទៀតចឹងបងប្អូនព្រោះនៅស្រុកនេះបើយើងចេះគ្រប់គ្រងស្មារតីគ្រប់គ្រងអារម្មណ៍ផ្ដោតទៅលើកិច្ចការងារដែលយើងធ្វើយើងមិនបំពានច្បាប់យើងរស់នៅដោយសុចរិតធម៌ប្រឹងដោយកម្លាំងខ្លួនឯងគឺយើងអាចរកស៊ីរីចម្រើនទៅអនាគតបានហើយរកលុយមកគឺចេះសន្សំទុកដាក់ទៅយើងនឹងអាចអនាគតទៅយើងនឹងអាចរីចម្រើនទៅព្រោះនៅនេះគឺមានវីសាផ្លាស់ប្ដូរបានឡើងមកក៏ភ្លុះហើយក៏មានវីសា business ដើម្បីរកស៊ីតនៅនេះបានដែរអញ្ចឹងគឺមានគ្រប់វីសាទាំងអស់ណាបងប្អូនណាអញ្ចឹងអ្នកគ្រូសូមផ្ដាំតែប៉ុណ្្នឹងឯងហើយវីដេអូនេះរៀងវិញបន្តិចហើយក៏សូម
ផ្ញើជូនបងប្អូនទាំងអស់គ្នាស្ដាប់ហើយសូមបងប្អូនទាំងអស់គ្នាទទួលបាននៅសំណាងល្អសុខភាពល្អទៅណាមកណាជួបមនុស្សល្អដល់បងប្អូនណាចាឥឡូវអ្នកគ្រូសូមជម្រាបលាប៉ុណ្្នឹងហើយបាយបាយចា